ថ្ងៃទី20ខែធ្នូឆ្នាំ2025លោកហ៊ីងសុភីបចៅសង្កាត់ព្រែកហូនិងក្រុមការងាររដ្ឋបាលសង្កាត់បានពំនាំយកស្បៀងនិងគ្រឿងឧបភោគមួយចំនួនជូនបងដែលជាវីរៈកងទ័ពការពារព្រំដែនជួរមុខនៅវីរៈសេនាតូចស្មើជើងលេខ533សម្ភារៈមានដូចជាប្រេងម៉ាស៊ូតអង្ករទឹកសុទ្ធទឹកត្រីទឹកស៊ីអ៊ីវមីត្រីខនិងសម្ភារៈប្រើប្រាស់មួយចំនួនទៅដល់បងកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនិងប្រជាពលរដ្ឋភៀសសឹកមកពីស្រុកសំពើលូនស្រុកបវលដោយសារក្របផ្លោងនៅតាមបន្ទាត់ព្រំដែនមានចំនួន4ជំរំប្រជាពលរដ្ឋដែលបានទទួលអំណោយបានមនុស្សធម៌ពីរដ្ឋបាលសង្កាត់ព្រែកហូនិងក្រុមការងារបងប្អូនជនរួមជាតិដែលបានចូលរួមជំរំទី1ស្ថិតនៅក្នុងវត្តចាក់ខ្លាញ់ប្រជាពលរដ្ឋដែលទទួលបានអង្ករទឹកត្រីទឹកស៊ីអ៊ីវមីត្រីខនិងសម្ភារៈប្រើប្រាស់មួយចំនួនមានដូចជាប៉ាតង់មុងភួយនិងកន្ទេលជំរំទី2ស្ថិតក្នុងវត្តដំណាក់តាសុតប្រជាពលរដ្ឋដែលទទួលបានអង្ករទឹកត្រីទឹកស៊ីអ៊ីវទឹកសុទ្ធមីត្រីខនិងសម្ភារៈប្រើប្រាស់មួយចំនួនមានដូចជាប៉ាតង់មុងភួយនិងកន្ទេលជំរំទី3ស្ថិតនៅក្នុងវត្ត7-5ដើមប្រជាពលរដ្ឋដែលទទួលបានអង្ករទឹកត្រីទឹកស៊ីអ៊ីវទឹកសុទ្ធមីត្រីខនិងសម្ភារៈប្រើប្រាស់មួយចំនួនមានដូចជាប៉ាតង់មុងភួយនិងកន្ទេលនិងប្រជាពលរដ្ឋដែលទទួលបានអង្ករទឹកត្រីទឹកស៊ីអ៊ីវទឹកសុទ្ធមីត្រីខនិងសម្ភារៈប្រើប្រាស់មួយចំនួនមានដូចជាប៉ាតង់មុងភួយនិងកន្ទេលទី4ស្ថិតនៅតាមភូមិឋាននិងតាមផ្ទះប្រជាពលរដ្ឋទាំង4ជំរំទទួលបានសម្ភារៈនិងគ្រឿងឧបភោគផ្សេងនិងសម្ភារៈប្រើប្រាស់ទទួលបានស្មើគ្នាជាចុងក្រោយប្រជាពលរដ្ឋសូមថ្លែងអំណរគុណដល់រដ្ឋបាលសង្កាត់ព្រែកហូនិងក្រុមប្រឹក្សាសង្កាត់ក៏ដូចជាលោកស្រីមេភូមិអនុភូមិនិងប្រជាពលរដ្ឋនិងបងប្អូនជនរួមជាតិដែលបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគនិងសម្ភារៈប្រើប្រាស់ផ្សេង